សហគមន៍នេសាទអូក្រសាស្ថិតនៅក្នុងភូមិអូក្រសាសង្កាត់អូក្រសាក្រុងកែបខេត្តកែបបានចុះបញ្ជីពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅក្នុងឆ្នាំ2013ដែលមានសមាជិកគណៈកម្មការជាប់ឆ្នោតរៀងរាល់5ឆ្នាំចំនួន11នាក់ហើយមានសមាជិកសរុបចំនួន103នាក់សហគមន៍នេសាទអូក្រសាគ្រប់គ្រងផ្ទៃដីនិងសមុទ្រទំហំ446ហិកតាដែលនៅក្នុងនោះមានតំបន់អភិរក្សព្រៃកោងកាងស្មៅសមុទ្រផ្កាថ្មដែលមានជីវៈចម្រុះធនធានជលផលត្រីក្តាមសេះក្តាមថ្មមឹកសហគមន៍នេះផ្ដល់សេវាទេសចរធម្មជាតិដូចជាការទស្សនាព្រៃកោងកាងស្មៅសមុទ្រផ្កាថ្មជីវៈចម្រុះនិងស្ថានីយ៍ចម្រុះពងក្តាមសេះមានស្ពានឈើប្រវែង600ម៉ែត្រសម្រាប់ភ្ញៀវទេសចរដើរមើលឆ្នេរសមុទ្រនិងព្រៃកោងកាងទន្ទឹមនេះសមាជិកសហគមន៍ក៏មានបែចិញ្ចឹមត្រីឆ្ពង់ចំនួន11បែដើម្បីរៀបចំសហគមន៍នេះដែលអាចផ្ដល់សេវាទេសចរកាន់តែប្រសើរសហគមន៍ត្រូវការស្នាក់ការសហគមន៍បន្ទប់ទឹកកញ្ចុះអាហារនិងស្ពានតាមបណ្ដោយឆ្នេរកោងកាងសម្រាប់ភ្ញៀវទេសចរស្ថានីយ៍ចម្រុះពងក្តាមសេះសម្ភារៈសម្រាប់ចិញ្ចឹមក្តាមថ្មក្នុងព្រៃកោងកាងទូកនិងវគ្គបណ្ដុះបណ្ដាលផ្នែកទេសចរនិងចម្អិនអាហារ